ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះមកវត្តមកមើលក្មេងៗរៀបចំទីមុងដើម្បីត្រៀបហាយអញ្ចឹងណាបងប្អូនហើយចំពោះវត្តខ្ញុំគឺវត្តព្រៃតដួងស្រុកកធំខេត្តកណ្ដាលអញ្ចឹងណាបងប្អូនហើយចំពោះវត្តខ្ញុំក៏អត់ទាន់អាប់ដេតថានឹងហាយថ្ងៃណាពិតប្រាកដទេបើសិនជាខ្ញុំបានដឹងដំណឹងថាត្រូវហាយថ្ងៃណាពិតប្រាកដគឺខ្ញុំនឹងបង្ហោះជូនបងប្អូនទស្សនាទៀតអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនជាស្អែកថ្ងៃសៅរ៍គឺប្រហែលជាមានខាងវត្តផ្សេងគេទៅហែតាមផ្លូវទៀតអញ្ចឹងណាបងប្អូនចាំមើលស្អែកខ្ញុំនឹងថតឲ្យបងប្អូនទស្សនាហើយចំពោះវត្តខ្ញុំគឺអត់ទាន់ដឹងទេឥឡូវនេះគឺក្មេងៗគ្រាន់តែរៀបចំមកហើយត្រូវមានថ្ងៃក្រុងបលីអញ្ចឹងណាបងប្អូនឥឡូវក្មេងៗរៀបចំពាក់កៅអៅឲ្យទីមុងហើយនេះទីមុង3ធំអញ្ចឹងណាតែនៅមានទីមុងច្រើនទៀតនៅក្នុងពហិយបងប្អូននៅក្នុងកន្លែងកត់អុកតាបងប្អូននៅមានច្រើនទៀតនៅទីមុងទូច្រើនទៀតអញ្ចឹងណាបងប្អូននេះចំពោះទៅទីមុងធំដែលក្មេងៗរៀបចំយកមកទុកនៅវត្តដែរអញ្ចឹងណាបងប្អូននេះបងប្អូននេះទីមុងនឹងធំមែនតើហ្មងឥឡូវទីមុងនោះពាក់អាវហើយគឺកំពុងតែរួមសមអញ្ចឹងណាបងប្អូនអូខេបងប្អូនវីដេអូខ្ញុំថតទីមុងមានតែប៉ុណ្្នឹងទេចាំមើលស្អែកមានវត្តផ្សេងហែតាមផ្លូវខ្ញុំនឹងថតឲ្យបងប្អូនទស្សនាទៀតអញ្ចឹងណាបងប្អូននេះបងប្អូនក្មេងៗចេះតែចូលលេងរៀនរាំលេងសមមកហើយអញ្ចឹងណាបងប្អូនទីមុងខ្លះ2នាក់ទីមុងខ្លះតែម្នាក់ឯងអញ្ចឹងនៅមានទីមុងច្រើនទៀតបងប្អូនមានរូបទីមុងផ្សេងទៀតអញ្ចឹងណាបងប្អូនអូខេបងប្អូនចាំជួបគ្នានៅថ្ងៃស្អែកខ្ញុំនឹងថតទីមុងដែលរាំមកតាមផ្លូវយើងអញ្ចឹងណាបងប្អូនតាមមុខផ្ទះអញ្ចឹងខ្ញុំនឹងថតឲ្យបងប្អូនទស្សនាគឺច្រើនណាស់និយាយទៅទីមុងមួយវត្តសម្រាប់ខេត្តកណ្ដាលគឺមានទីមុងច្រើនមែនតើបងប្អូនបើជាទីមុងច្រើនជាងគេដូចជាទីមុងខាងទឹកវិលអញ្ចឹងណាបងប្អូនអូខេអរគុណបងប្អូនសម្រាប់ការទស្សនាចាំជួបគ្នានៅថ្ងៃស្អែក